ថ្ងៃនេះខ្ញុំចេញពីរៀននៅថ្ងៃបែបតងម៉ោង11មកស្រាប់តែឃើញស្លឹកម្រុំនៅក្បែរកង់ដោយសារតែកលែងទុកកង់ហ្នឹងចិត្តដើមម្រុំហើយសួរអ៊ំនៅជាមកង់គាត់ថាសួរតែអ៊ំអាចបេះបានអត់ម្រុំនេះឃើញត្រួយត្រួយល្អចង់បេះយកទៅស្លគាត់ថាបេះបានក៏ឃើញទៅក៏ចង់យកចង់បេះចង់បានវាក៏មកបេះហើយស្លឹកម្រុំហ្នឹងគឺល្អល្អណាស់មកដើមនេះប៉ុន្តែវាអត់សូវមានច្រើនតែប៉ុន្តែស្លឹកខ្ចីខ្ចីហើយទៀបទៀតស្រួលយ៉ាងបេះភាគច្រើនស្លឹកម្រុំហ្នឹងខ្ញុំចូលចិត្តបេះយកទៅស្លម្ជូរហើយនឹងស្លម្ជូរស្លកកូរហើយនឹងស្លប្រហើហើយបើចំពោះស្លកកូរវិញគឺពេលពិសេសមកដោយសារបើយើងបានបន្លែម្រុំបានស្លឹកម្រុំបន្ថែមជាគ្រឿងមួយមុខទៀតគឺកាន់តែបង្កើនរសជាតិស្លកកូររបស់យើងណាហើយខ្ញុំចាប់ដើមបេះគឺបេះអត់សូវបានច្រើនទេដោយសារអាទៀបហ្នឹងវាមានតិចបើខ្ពស់វាមានច្រើនប៉ុន្តែខ្ពស់ហ្នឹងវាដើមតិចតូចឲ្យស្រួយបើយើងទាញមកខ្លាច់បាក់ទៅស្ដាយវាទៅជាងបេះតែទៀបហ្នឹងហើយបន្ទាប់ពីបេះមកក៏យើងស្រាប់តែឃើញផ្កាក៏ចាប់ផ្ដើមថតផ្កាតិចតួចផ្កាហ្នឹងគឺស្អាតអត់ដឹងផ្កាអីដែរអត់មានស្លឹកទៅតែឃើញតែផ្កានេះដូចបាយមកពេលត្រែបានស្លឹកម្រុំតិចហ្នឹងយកស្លាម្ជូរក៏បានយកទៅស្លាកកូរក៏បានស្លាប្រហើស្លាអីតិចចិត្តមែនទេនៅផ្ទះខ្ញុំតែងតែហូបរហូតដោយសារតែមានដើមម្រុំតែឡើយនេះដើមមានណាតែមកដល់សាលារៀនហ្នឹងក៏ឃើញទៅក៏សុំអ៊ំថាបេះបានទៅក៏សុំគាត់បេះបានមកដាប់នេះក្រែលដែរបានមកពេលរួចមហាមកពេលបន្ទាប់ពីយើងបេះបានឃើញថាបានច្រើនហើយក៏យើងចាប់ផ្ដើមយកស្លឹកម្រុំរបស់យើងមករុំមួយกระดาษដោយសារតែយើងមិនរុំទេខ្លាចដាក់ក្នុងកន្ត្រកកង់ឬក្នុងកាបូបទៅវាញ៉ៃអត់មានអីដាក់មានថង់មានអីទេហើយមានតែกระดาษសភៅយើងយកกระดาษសភៅយើងមករុំទៅបន្ទាប់ពីយើងរុំបានអស់ហើយក៏យើងចាប់ផ្ដើមយកមកដល់ផ្ទះរបស់យើងហ្នឹងគឺរៀបចំក្នុងការបេះស្លឹកបេះអីអាខ្ចាស់ផ្សេងអាខ្ចីផ្សេងនឹងឯងបើយើងមិនបេះទេគឺខ្លាចទុកដល់ពេលល្ងាចទៅវាចាស់បើយើងទុកជើងបេះស្លោហូបថ្ងៃនេះដែរទៅយើងបេះហើយទៅក៏ពិតស្លឹកម្រុំក្រែលឲ្យហូបតែឯងហូបអស់ទេប៉ុន្តែដោយសារខ្ញុំចង់ហូបស្អែកទេលក្ខណៈពីរពេលទៅក៏ស្រាប់ពីបេះទៅក៏មិនភ័ក្រថាអូយបានស្លឹកម្រុំនេះស្លោគោមែនទេឆ្ងាញ់គិតចុះក៏ឡើងទុកស្លោស្អែកទៅដឹងថ្ងៃនេះបាច់ហូបទៅដឹងក៏ស្រុះស្រួលគ្នាហើយក៏ចាប់ផ្ដើមបេះអស់យើងបេះអស់ទៅទុកស្លោស្អែកជុំគ្នាដោយសារនៅផ្ទះមានស្លឹកម្រុំមានរពៅមានអីហើយមានកលីងទៀតយើងទុកស្លឹកម្រុំរបស់យើងហ្នឹងស្លោកូរស្លោអីគ្រប់មួយជុំគ្នាជាមួយមិត្តភ័ក្តិទៅដោយសារតែបើយើងបន្លែយើងនៅផ្ទះមានច្រើនហើយយើងទិញតែសាច់ជ្រូកទិញតែបន្លែ2 3មុខទៀតទុកស្លោជុំហូបជុំគ្នាមួយមិត្តភ័ក្តិគិតថាអញ្ចឹងវាល្អជាងទៅក៏បេះអស់បាច់ស្លោទេថ្ងៃហ្នឹងយើងហូបមុខហូបពុកហូបផ្សេងទៅហើយម្រុំហ្នឹងគឺបេះបន្ទាប់ពីយើងបេះអស់ហើយគឺមានតែប៉ុណ្្នឹងឯងអត់មានច្រើនទេគិតថាមកល្មមទុកស្លោហូបស្អែក2 3នាក់ស្អែកទៅផ្សារជុំគ្នា